បញ្ហាគ្មានការងារធ្វើត្រូវបានចាត់ទុកជាកង្វល់មួយដែលចាក់ស្រេះនិងត្រូវបានជួបប្រទះទូទាំងសកលលោកខណៈដែលកម្ពុជាក៏ជួបបញ្ហាទាំងនេះផងដែរតើមូលហេតុអ្វីទើបបណ្ដាលឲ្យមានអត្រាគ្មានការងារធ្វើនិងអនុភាពការងារនេះហើយតើកម្ពុជាមានដំណោះស្រាយបែបណាសម្រាប់ដោះស្រាយបញ្ហាទាំងពីរនេះចាសសូមគោរពជំរាបសួរទស្សនិកជនសូមស្វាគមន៍មកកាន់កម្មវិធីជំនាញខ្ពស់ចំណូលខ្ពស់ចាសកម្មវិធីជំនាញខ្ពស់ចំណូលខ្ពស់ត្រូវបានផលិតឡើងនៅក្នុងគោលបំណងអប់រំពិភាក្សាលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍជំនាញឆ្លើយតបទៅនឹងកម្លាំងពលកម្មនៅកម្ពុជានាពេលបច្ចុប្បន្ននិងអនាគតចាតើទស្សនិកជនធ្លាប់គិតទេថានឹងមានផលប៉ះពាល់អ្វីខ្លះដែលអាចនឹងកើតឡើងចំពោះបុគ្គលគ្រួសារនិងសង្គមទាំងមូលនៅពេលដែលប្រជាជនមួយចំនួនធំមិនមានការងារធ្វើឬកំពុងតែស្ថិតនៅក្នុងស្ថានភាពអនុភាពការងារចាស់នៅក្នុងខណៈដែលប្រមុខរាជរដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់អំពីការបង្កើតការងារនិងការកាត់បន្ថយភាពក្រីក្រជាអាទិភាពចម្បងនៅក្នុងគោលនយោបាយអភិវឌ្ឍជាតិការស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងអត្រាគ្មានការងារធ្វើនិងអនុភាពការងារសម្រាប់ប្រជាជនគឺជាការងារអាទិភាពដែលយើងទាំងអស់គ្នាត្រូវតែរួមគិតគូរនិងស្វែងរកដំណោះស្រាយប្រកបដោយចីរភាពចាហេតុដូច្នេះហើយនៅក្នុងសប្តាហ៍នេះយើងនឹងលើកយកនៅប្រធានបទមួយដើម្បីធ្វើការជជែកពិភាក្សាតាក់ទងទៅនឹងការដោះស្រាយអត្រាគ្មានការងារធ្វើនិងអនុភាពការងារសម្រាប់ប្រជាជនហើយវេទិកានេះដែរក៏គៀកនឹងបញ្ចប់នៅក្នុងរដូវកាលសម្រាប់កម្មវិធីជំនាញខ្ពស់ចំណូលខ្ពស់របស់យើងហើយយើងនឹងមានវាគ្មិនចំនួន2រូបដែលលោកនឹងអញ្ជើញចូលរួមសម្រាប់កិច្ចពិភាក្សាមួយនេះចាវាគ្មិនទី1របស់យើងគឺឯកឧត្តមកតាអូនដែលឯកឧត្តមគឺជារដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈហើយវាគ្មិនទី2របស់យើងគឺលោកគីសុគីមដែលលោកគឺជានាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍជំនាញចាស់ជំរាបសួរអាដាមកតាអូននិងលោកសុខៀមចាស់អរគុណសម្រាប់វត្តមាននៅក្នុងសប្តាហ៍ពិសេសមួយនេះដែលយើងនឹងធ្វើការជជែកវិភាសាគ្នាទៅលើប្រធានបទមួយពាក់ព័ន្ធទៅនឹងការស្វែងរកដំណោះស្រាយទៅលើអត្រាគ្មានការងារធ្វើនិងអនុភាពការងារសម្រាប់ប្រជាជនកម្ពុជាចាដើម្បីចាប់ផ្ដើមនៅកិច្ចពិភាក្សាមួយនេះនាងខ្ញុំសូមអនុញ្ញាតជូនជាសំណួរទៅកាន់ឯកឧត្តមជាមុនសិនចាយើងដឹងថាបញ្ហាគ្មានការងារធ្វើនេះមិនមែនតែជាបញ្ហាសេដ្ឋកិច្ចមួយទេវាជាបញ្ហារបស់សង្គមទាំងមូលចាអញ្ចឹងហើយចង់ដឹងដែរតើតកតងទៅនឹងកត្តាធំអ្វីខ្លះទៅដែលចូលរួមនៅក្នុងការបង្កើតឲ្យមានអត្រាគ្មានការងារធ្វើនិងអនុភាពការងារនេះចាឯកឧត្តមសូមជឿបាទសូមអរគុណកន្លងមកនេះយើងឃើញថាប្រជាពលរដ្ឋខ្មែរយើងមួយចំនួនបានមានការយល់ច្រឡំអំពីនយោបាយនៃការមានការងារធ្វើនិងអត់ការងារធ្វើហើយធ្វើការជជែកវែកញែកនៅក្នុងសង្គមដូច្នេះហើយឆ្លៀតក្នុងឱកាសនេះខ្ញុំសូមធ្វើការបកស្រាយដោយខ្លីដោយសង្ខេបអំពីអ្វីទៅដែលហៅថាអត្រាមានការងារធ្វើគឺយើងសំដៅទៅលើប្រជាជននៅកម្ពុជាយើងដែលមានចន្លោះអាយុពី15ទៅ64ឆ្នាំដែលជាអាយុនៃការធ្វើការងារអញ្ចឹងអត្រាមានការងារធ្វើនេះគឺជាភាគរយនៃប្រជាជនដែលមានសមត្ថភាពធ្វើការហើយកំពុងតែមានការងារធ្វើប្រៀបធៀបទៅនឹងចំនួនប្រជាជនសរុបទាំងអស់ដែលជាកម្លាំងពលកម្មចំណែកអត្រាអត់ការងារធ្វើគឺជាភាគរយនៃចំនួនប្រជាជនដែលមានសមត្ថភាពធ្វើការតែពុំមានការងារធ្វើមានថាពួកគាត់កំពុងតែស្វែងរកការងារធ្វើអញ្ចឹងហើយមិនមានថាយើងកុំច្រឡំថានៅកម្ពុជាយើងធ្វើការនៅតាមរោងចក្រសហគ្រាសហើយយើងឈប់ធ្វើការយើងថាអត់ការងារធ្វើប៉ុន្តែនិយមន័យនៃការមានការងារធ្វើនេះគឺជានិយមន័យមួយដ៏សំខាន់ដែលយោងទៅលើការកំណត់បញ្ញត្តិរបស់អង្គការពលកម្មរដ្ឋជាតិ ILO ក៏ដូចជានិយមន័យនៃក្រសួងផែនការយើងដែលបានកំណត់ថាអ្នកមានការងារធ្វើគឺជាអ្នកដែលចូលរួមសកម្មភាពធ្វើការផលិតផលចម្រុះទាំងធ្វើការឲ្យយោជកយ៉ាងថាសេដ្ឋកិច្ចក្នុងប្រព័ន្ធទាំងធ្វើការជាអាជីវករអាជីវកម្មដោយខ្លួនឯងមានថាជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដូច្នេះបើយើងក៏លេខមើលទស្សនវិជ្ជាជាក់ស្ដែងអ្នកដែលធ្វើការរកចំណូលដោយខ្លួនឯង
ក៏យើងចាត់ទុកគេមានការងារធ្វើដែរអ្នកដែលធ្វើការក្នុងមួយថ្ងៃមួយម៉ោងនៅ7ថ្ងៃចុងក្រោយនៃការធ្វើការជំរឿនក៏យើងចាត់ទុកជាការមានធ្វើដែរដូច្នេះនៅកម្ពុជាយើងមានវប្បធម៌យើងព្រោះថាកម្ពុជាយើងគឺជាប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មនេះច្រើនសតវត្សមកហើយនៅតាមជនបទឬមួយតាមបណ្ដាខេត្តមួយចំនួនទោះបីជាគាត់មិនធ្វើការងារនៅតាមរោងចក្រសហគ្រាសក្រុមហ៊ុនប៉ុន្តែគាត់ធ្វើការងារនៅលក្ខណៈគ្រួសារដូចជាការជួយលក់ដូរតាមផ្ទះដែលយកចំណូលការធ្វើការងារនៅស្រែចម្ការដែលមានចំណូលការធ្វើការងារផ្សេងៗទៀតដែលមានចំណូលក៏ចាត់ទុកជាអ្នកមានការងារធ្វើដែរចំណែកអនុភាពការងារនេះយើងឃើញមានបញ្ហាប្រឈមទៅកើតឡើងនៅកម្ពុជាយើងជាពិសេសការរីកចម្រើននៃវិស័យឧស្សាហកម្មសេវាកម្មនិងកសិកម្មយើងមានអនុភាពការងារមួយគឺបញ្ហាប្រឈមនៃសមត្ថភាពមន្ត្រីកម្មករយោជិតរបស់យើងចំណេះជំនាញយើងហៅថាការទទួលបាននូវជំនាញដែលនេះជាគោលនយោបាយរបស់រដ្ឋាភិបាលយើងនៅក្នុងការជួយធ្វើយ៉ាងណាបង្កើតធនធានមនុស្សដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារឧទាហរណ៍ថាបើសិនជាក្រុមហ៊ុនជប៉ុនគាត់ចង់ដំឡើងរោងចក្រអេឡិចត្រូនិកនៅកម្ពុជាមួយសួរថាតើនៅកម្ពុជាមានកម្លាំងពលកម្មជំនាញសម្រាប់ចូលរោងចក្រហើយឬនៅនេះជាបញ្ហាមួយដែលយើងគិតអញ្ចឹងហើយបានជានៅក្នុងច្បាប់ការងារយើងក៏យើងបើកលទ្ធភាពឲ្យមានការប្រើប្រាស់កម្លាំងពលកម្មបរទេសក្នុងចំនួនកម្រិតមួយតូចបំផុតយើងត្រូវការស្រូបយកកម្លាំងពលកម្មក្នុងស្រុកយើងហើយយើងត្រូវការបណ្ដុះបណ្ដាលជំនាញមែនទែនដែលយើងត្រូវការបច្ចេកវិទ្យាក៏ដូចជាអ្នកជំនាញឯកទេសផ្សេងៗចូលទៅក្នុងរោងចក្រសហគ្រាសក្រុមហ៊ុនដើម្បីផ្ដល់នូវកម្លាំងពលកម្មអញ្ចឹងហើយបានជាទាំងក្រសួងការងារក៏ដូចជាភាគីពាក់ព័ន្ធទាំងមូលនិធិអភិវឌ្ឍ skill ជំនាញក៏យើងដុតដៃដុតជើងរួមគ្នាក្នុងការបណ្ដុះបណ្ដាលជំនាញនេះដល់យុវជនយើងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននេះចាអរគុណច្រើនឯកឧត្តមឃើញថាក្បោះក្បាយមែនទែនហើយអាចស្រាយនឹងចម្ងល់កុំឲ្យមានការភ័ន្តច្រឡំតាក់ទងនឹងអត្រាគ្មានការងារធ្វើក៏ប៉ុន្តែបញ្ហាអនុភាពការងារប្រហែលជាកម្ពុជានៅប្រឈមមុខច្រើនចាដូច្នេះខ្ញុំចង់ជូនសំណួរនេះទៅលោកសុគីមដែរតាក់ទងទៅនឹងអនុភាពការងារលោកយល់ថាតើមានកត្តាអ្វីខ្លះផ្សេងទៀតទេដែលធ្វើឲ្យប្រជាជនកម្ពុជានៅតែមិនទាន់ឆ្លើយតបទៅនឹងតម្រូវការដែលម្ចាស់អាជីវកម្មឬមួយក៏រោងចក្រសហគ្រាសត្រូវការធ្វើឲ្យយើងមានបញ្ហាអនុភាពការងារចា៎បាទអរគុណអញ្ចឹងបំបញ្ញមិញអាយដាមបានបញ្យល់ច្បាស់តទៅនឹងនិយមន័យនៃអត្រាមានការងារធ្វើចា៎អនុភាពការងារប្រហែលភាគច្រើនយើងមើលឃើញបើអត់មានការងារធ្វើយើងមើលឃើញចា៎អនុភាពការងារគឺសំដៅអាចមានពីរទម្រង់មួយគឺគាត់ធ្វើការគ្រប់ម៉ោងគាត់ចង់ធ្វើពេញម៉ោងតែគាត់ធ្វើបាន part time បាទធ្វើមិនពេញម៉ោងមួយទៀតគាត់មានជំនាញតែប្រើជំនាញគាត់អត់ចំឬប្រើអត់អស់នេះជានិយមន័យអនុភាពបានហើយយើងអត់ប្រើដល់សក្តានុពលរបស់បុគ្គលនឹងអញ្ចឹងជាមូលហេតុដែលធ្វើឲ្យមានអនុភាពនេះទីមួយវាតកតងនឹង structural របស់សេដ្ឋកិច្ចអញ្ចឹងជាទូទៅអាចមានភាពមិនស៊ីគ្នារវាងតម្រូវការនៃការងារហ្នឹងទៅនឹងជំនាញនិងចំណេះដែលគាត់មានដូច្នេះទៅខាងទាំងក្រសួងការងារតាមរយៈ NEA ទីភ្នាក់ងារជាតិមុខរបរហើយនឹងដៃគូផ្សេងៗក៏ដូចជា SRA គឺយើងព្យាយាមធ្វើម៉េចយើងប្រមូលទិន្នន័យទាំងអស់នេះចូលគ្នាដើម្បីអាចបញ្ជ្រាបផ្សព្វផ្សាយដើម្បីឲ្យយុវជនក៏ដូចជាអ្នកដែលមានការងារធ្វើឲ្យគាត់តម្រង់នៅជំនាញរបស់គាត់ទៅនឹងអ្វីដែលទីផ្សារការងារត្រូវការជាក់ស្ដែងចាអរគុណលោកសុគីមពាក់ព័ន្ធទៅនឹងកិច្ចការនេះខ្ញុំអាចជូនសំណួរបន្ថែមនេះខ្ញុំជឿជាក់ថា SDF ក៏ជាដំណោះស្រាយមួយដែលរាជរដ្ឋាភិបាលបានរៀបចំចាត់ចែងដើម្បីឆ្លើយតបទៅនឹងបញ្ហានឹងដែរអញ្ចឹងថាតើលោកអាចជួយលម្អិតអំពីផែនការមួយនេះថាតើ SDF នឹងធ្វើអ្វីខ្លះដើម្បីចូលរួមដោះស្រាយបញ្ហានេះចាបាទអរគុណអញ្ចឹង SDF យើងបាននឹងកំពុងចូលរួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដែលមានក្រសួងការងារជាពិសេសដោយសារលោកជាក្រសួងសំខាន់ក្នុងការដោះស្រាយរឿងការងារហើយនិងរឿងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះបូករួមជាពិសេសគឺយើងបានទាញនៅវិស័យឯកជននិងដៃគូអភិវឌ្ឍផ្សេងដើម្បីចូលរួមជាមួយគ្នាដោះស្រាយរឿងនេះទាំងអស់គ្នាអញ្ចឹងអ្វីយើងបានកំពុងធ្វើមាន3ចំណុចសំខាន់យើងក៏អាចចូលរួមដោះស្រាយរឿងបញ្ហាអត្រាមានការងារធ្វើនិងអនុភាពការងារនេះទី1យើងត្រូវកំណត់ពីតម្រូវការនៃការងារនិងជំនាញច្បាស់ព័ត៌មានទីផ្សារការងារសំខាន់ណាស់តាមរយៈ SDF និងដៃគូអភិវឌ្ឍដែលយើងសហការគ្នាvớiក្រសួងការងារអនុវត្តគម្រោងធនាគារពិភពលោកដែលមាន SDF និងក្រសួងការងារជាអ្នកអនុវត្តគឺយើងមានផ្នែកមួយគឺបង្កើនប្រព័ន្ធទីផ្សារការងារដែលប្រមូលទិន្នន័យហើយយើងអាចធ្វើជាការវិភាគទិន្នន័យហើយផ្សារភ្ជាប់មកចំណុចទី2គឺយើងការ
អភិវឌ្ឍជំនាញឲ្យត្រូវជាមួយតម្រូវការទីផ្សារការងារយើងបានទៅនៃចំណុចទី1នេះអញ្ចឹងពីចំណុចនេះទៅប្រតិកលាគ្នាបាទទី1ត្រូវដឹងតើទីផ្សារការខ្វះជំនាញអីខ្វះការងារប្រភេទអីហើយទី2តើការងារប្រភេទហ្នឹងវាត្រូវការជំនាញអ្វីដើម្បីឲ្យធ្វើការងារហ្នឹងដល់សក្តានុពលហើយចំណុចទី3សម្រាប់ SDS យើងបន្ទាប់ពីយើងបានមូលដ្ឋានទិន្នន័យទាំងអស់នេះយើងនឹងអាចទៅមួយជំហានចុងក្រោយគឺព្យាករជំនាញទៅអនាគតដោយយើងជាមួយដៃគូនៅសង្ហបុរីគាត់មានចេញជារបាយការណ៍ជាប្រចាំគេហៅ Skill for Future Economy Report ដែលក៏វិភាគទៅលើនិន្នាការនៃសេដ្ឋកិច្ចទៅខាងមុខដែលត្រូវការបច្ចេកវិទ្យាផ្សេងៗច្រើនតើជាការងារនិងជំនាញប្រែប្រួលយ៉ាងណាជំនាញណាខ្លះត្រូវការជំនាញណាខ្លះនឹងបាត់បង់ទៅវិញនឹងយើងគិតថាការព្យាករណ៍នៅតម្រូវការនិងការប្រែប្រួលជំនាញនិងទីផ្សារការងារទៅអនាគតវានឹងជួយជាផលជះមួយដើម្បីយើងកាន់តែរៀបចំកម្មវិធីនៃការបណ្ដុះបណ្ដាលក៏ដូចជាកម្មវិធីអន្តរាគមន៍របស់ SDS និងក្រសួងសារពាក់ព័ន្ធកាន់តែមានប្រសិទ្ធភាពត្រូវជាមួយតម្រូវការជាក់ស្ដែងចាអរគុណលោកសុគីមងាកមកអាដាមវិញលោកអាដាមអាចជម្រាបជូនបន្ថែមបានទេតកតងទៅនឹងផែនការគោលចាដែលរួមជាដំណោះស្រាយពីរាជរដ្ឋាភិបាលអាដាមមានអ្វីបន្ថែមទេចាយើងផ្ដើមចេញពីយុទ្ធសាស្ត្របញ្ញកណ្ដាកាលទី1របស់រដ្ឋាភិបាលដែលដាក់ចេញក្នុងការធានាបានការងារសមស្របធានាបានការផ្គត់ផ្គង់ទីផ្សារការងារដែលឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់យើងរាជរដ្ឋាភិបាលបានដាក់ចេញនៅការបណ្ដុះបណ្ដាលជំនាញមានថាទាំងជំនាញរឹងបានថាជាចំណេះជំនាញដែលយើងរៀនអនុវត្តផ្ទាល់តែម្ដងនិងជំនាញទន់ព្រមទាំងជំនាញដូនតាផ្សេងៗទៀតដើម្បីឲ្យយុវជនយើងបានទទួលនៅចំណេះជំនាញនេះហើយផ្គត់ផ្គង់នៅកម្លាំងទីផ្សារដែលជាតម្រូវការនៃការវិវត្តនៃការរីកចម្រើននៅក្នុងវិស័យឧស្សាហកម្មនិងសេវាកម្មនៅកម្ពុជាទន្ទឹមនោះក៏យើងអនុវត្តនៅកម្មវិធីបណ្ដុះបណ្ដាលជំនាញ TVET 1,500,000 នាក់របស់រដ្ឋាភិបាលបានដាក់ចេញនៅថ្ងៃ11ខែវិច្ឆិកាឆ្នាំ2023កន្លងទៅនេះគឺជាគោលការណ៍មួយដែលជំរុញឲ្យយើងមានការបង្កើតទីផ្សារការងារនៅកម្ពុជាហើយនឹងការផលិតកម្លាំងពលកម្មចូលទៅទីផ្សារនោះធ្វើយ៉ាងណាឲ្យយុវជនយើងប្រជាជនកម្ពុជាយើងមានសមត្ថភាពពេញលេញនៅក្នុងការអនុវត្តវិស័យការងារមុខបន្តិចកម្ពុជាហើយរដ្ឋាភិបាលបានបង្កើតជំនាញសំខាន់ដែលយើងបានសិក្សាជាមួយនៅវិស័យញយជក់យើងឃើញមាន45មុខជំនាញដែលនៅក្នុងក្របខ័ណ្ឌក្រសួងការងារនេះពាក់ព័ន្ធនឹងវិស័យព័ត៌មានវិទ្យាវិស័យបច្ចេកវិទ្យាក៏ដូចជាមេកានិកមេកាត្រូនិកជាដើមជាពិសេសវិស័យសេវាកម្មនិងកសិកម្មដែលជាតម្រូវការមួយនាពេលបច្ចុប្បន្ននេះហើយយើងឃើញថាតាមរយៈទីភ្នាក់ងារជាតិមុខរបរនឹងការងារនៃក្រសួងការងារដែលជាស្ថាប័នក្នុងការសម្របសម្រួលផ្គូផ្គងស្វែងរកការងារជូនដល់យុវជនយើងរៀងរាល់ថ្ងៃនេះដែលមានកម្រិតក្នុងគម្រោង 50,000 នាក់ជារៀងរាល់ខែនេះយើងឃើញថាយើងនៅមានបញ្ហាប្រឈមជាច្រើនមួយចំនួនពាក់ព័ន្ធទៅនឹងវិស័យជំនាញពិតប្រាកដមានថាគាត់មានជំនាញដែរប៉ុន្តែជំនាញគាត់ជួនកាលវាអត់ឆ្លើយតបទៅនឹងតម្រូវការមួយទៀតគាត់គ្មានជំនាញប៉ុន្តែគេមានតម្រូវការនេះជាបញ្ហាមួយដែលយើងត្រូវធ្វើការរួមគ្នាទាំងនៅក្នុងក្របខ័ណ្ឌរដ្ឋាភិបាលក៏ដូចជាក្របខ័ណ្ឌភាគីពាក់ព័ន្ធយុវជននិងក្របខ័ណ្ឌអន្តរជាតិរវាងដៃគូអភិវឌ្ឍក៏ដូចជាអង្គការអន្តរជាតិពលកម្មការងារហើយធ្វើឲ្យវិស័យនេះមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃហើយនេះគឺជាចំណុចរីកចម្រើនដែលយើងត្រូវធ្វើបន្តទៀតហើយដើម្បីឆ្លើយតបទៅនឹងតម្រូវការហ្នឹងគឺកម្លាំងធនធានមនុស្សនេះឯងដែលយើងត្រូវការនៅក្នុងការបំពេញឲ្យគ្រប់ទៅនឹងតម្រូវការចាំបាច់ចាអរគុណច្រើនអាដាមសកម្មភាពទាំងនេះឃើញថាមានការចូលរួមច្រើនមែនទែនទាំងរាជរដ្ឋាភិបាលនិងគ្រប់ភាគីពាក់ព័ន្ធចានេះខ្ញុំចង់ជូនសំណួរបន្តទៅលោកសុគីមវិញហើយឃើញថាសកម្មភាពដែលអាដាមបានលើកឡើងគឺពាក់ព័ន្ធនឹងវិស័យឯកជនច្រើនមែនទែនចាអញ្ចឹងនេះខ្ញុំចង់ដឹងពីជ្រុងរបស់លោកសុគីមតើលោកគិតថាតួនាទីសម្រាប់វិស័យឯកជនមានសារៈសំខាន់កម្រិតណានៅក្នុងការបង្កើតការងារក៏ដូចជាការកាត់បន្ថយនៅអនុភាពការងារដែរចាបាទអរគុណសំណួរនេះសំខាន់ហើយពិតជាមានសារៈសំខាន់មែនទែនចំពោះសេដ្ឋកិច្ចនិងសង្គមកម្ពុជាវិស័យឯកជនប្រទេសណាក៏ដោយប្រទេសណាគាត់ជាក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ចហើយគាត់ជាអ្នកបង្កើតការងារដូច្នេះគាត់ច្បាស់ថាតើការងារអាចនឹងបង្កើតប្រមាណលើជំនាញហើយនឹងប្រភេទការងារណាខ្លះដូច្នេះជាតួនាទីសំខាន់របស់គាត់ដែលយើងគិតថាអាចធ្វើការជាមួយគ្នាមួយរដ្ឋាភិបាលក៏ដូចជាដៃគូពាក់ព័ន្ធទី1គឺក៏ផ្ដល់ព័ត៌មានតាក់ទងនឹងនិន្នាការក៏ដូចជាតម្រូវការទៅបច្ចុប្បន្ននិងទៅអនាគតតាក់ទងនឹងការបង្កើតការងារក៏ដូចជាជំនាញដែលបុគ្គលិកគាត់ត្រូវការទី2បន្ថែមពីព័ត៌មានគឺការចូលរួម
ជាមួយរដ្ឋាភិបាលឧទាហរណ៍បើករោងចក្រ investor មកពីខាងក្រៅវិនិយោគិនមកខាងក្រៅចង់បើករោងចក្រតែចាំមានកម្មករជំនាញត្រូវវិស័យថ្មីដូច្នេះអ្វីយើងអាចធ្វើបានគឺលើរដ្ឋាភិបាលមានមូលដ្ឋានវត្តជំនាញអាចជួយកាត់បន្ថយទាំងចំណាយពេលគាត់បណ្ដាក៏ដូចជាជួយភ្ជាប់តំណែងទៅខាងសាលាផ្សេងៗអាចផ្គត់ផ្គង់ជំនាញនឹងបានមិនមែនត្រឹមតែសាលារដ្ឋទេគឺទាំងសាលាឯកជននិងអង្គការផ្សេងៗមានគុណភាពបើគាត់អាចផ្ដល់ព័ត៌មាននេះឲ្យបានដឹងមុនដល់ពេលគាត់ពងសាងសង់រោងចក្រឲ្យចាប់ផ្ដើមបដាដើម្បីចូលរួមបណ្ដាជាមួយគ្នាហើយឲ្យកាន់តែឆ្លើយតបជាមួយតម្រូវការគាត់ហៅ customize training គឺបណ្ដាជាក់ស្ដែងត្រូវតម្រូវការគាត់យើងគិតថាការធ្វើបែបនេះគឺអាចនឹងជួយមួយខាងបាទយើងអាចបាន direct feedback ពីខាងវិស័យឯកជនបាននៅខាងជាមតិយោបល់ផ្ទាល់ពីគាត់ហើយទី2ក៏អាចចូលរួមក្នុងការរៀបចំនៅផែនការវត្តធនធានមនុស្សដើម្បីគ្រប់គ្រងអាជីវកម្មក៏ដូចជាការវិនិយោគរបស់គាត់ទាំងបច្ចុប្បន្នទៅអនាគតនេះជាការងាររួមគ្នាដែលយើងគិតថាអាចទាំងរដ្ឋាភិបាលនិងខាងវិស័យឯកជនអាចចាប់ដៃគ្នាជំរុញដោះស្រាយបានចាអរគុណលោកសុគីមលោកអាចជួយបញ្ជាក់បន្ថែមបន្តិចទៀតបានទេថាតើពីរាជរដ្ឋាភិបាលលោកមានគោលនយោបាយដើម្បីលើកទឹកចិត្តមួយក៏គ្រប់គ្រងវិស័យឯកជនត្រង់ចំណុចណាខ្លះដែរចាជាគោលនយោបាយនិងយុទ្ធសាស្ត្រនិងកម្មវិធីរដ្ឋាភិបាលមានច្រើនតែខ្ញុំសូមលើកតែមួយចំនួនដែលជាលក្ខណៈគន្លឹះទីមួយតកតងនឹងយុទ្ធសាស្ត្របញ្ញកោណដែលដំបានលើកដែរគឺចង្អុលច្បាស់គឺសម្រាប់រដ្ឋាភិបាលអាណត្តិនេះគឺយើងផ្ដោតលើការវត្តធនធានមនុស្សគឺជាអាទិភាពទី1ឲ្យគាត់មានចំណេះជំនាញច្បាស់លាស់ហើយមានការងារដែលមានគុណភាពបានន័យថាម៉េចការងារដែលមានចំណេះជំនាញច្បាស់លាស់ហើយមានប្រាក់ខែខ្ពស់ឬប្រាក់ខែល្អសមរម្យនឹងចំណេះជំនាញផងគាត់ទី2យើងមាន investment law គឺច្បាប់ស្ដីពីវិនិយោគដល់ការលើកទឹកចិត្តទាំងពេលគាត់សាងសង់រោងចក្រគាត់វិនិយោគការនាំសម្ភារៈអីមកបូករួមនឹងការផ្ដល់ការលើកទឹកចិត្តទៅការអភិវឌ្ឍជំនាញបុគ្គលិកទៀតអញ្ចឹងសម្រាប់ក្រុមហ៊ុនធំគាត់ចំណាយទៅលើការបណ្ដាបុគ្គលិកខ្មែរយើងគាត់អាចយកចំណាយនោះទៅកាត់កងពន្ធបានដល់ 150% បើគាត់ចាយ100គាត់កាត់កងពន្ធបាន150តែសម្រាប់ SME វិញយើងមានអនុក្រឹត្យនៃការផ្ដល់ការលើកទឹកចិត្តជូនគាត់បានដល់ 200%ចាំបើគាត់ចាយ100គាត់កាត់កង200ហ្នឹងច្បាស់ថាគាត់បានជាអត្ថប្រយោជន៍2ដងបើគាត់ខ្វះចំណាយគាត់អាចតាក់ទង SME ជួយឧបត្ថម្ភគាត់ខ្លះហើយគាត់ចាយចំណាយគាត់ចេញសម្រាប់ cost sharing មកការចែកម្លែកថ្លៃបណ្ដោះបណ្ដាលហ្នឹងក៏អាចយកទៅកាត់កងពន្ធបានច្រើនជាងមុនទៀតហើយក្រៅពីនេះមានជាគោលនយោបាយតាមវិស័យដូចជាមានជាគោលនយោបាយជំរុញសេដ្ឋកិច្ចសង្គម digital ផែនទីអភិវឌ្ឍឧស្សាហកម្មយានយន្តក៏ដូចជា electronic ជាដើមចាអរគុណច្រើនសម្រាប់ការចែករំលែករបស់វាគ្មិនទាំងពីររូបនេះខ្ញុំសូមអនុញ្ញាតចូលមកដល់សំណួរចុងក្រោយនៃកិច្ចពិភាក្សារបស់យើងចាអាចសូមជាសារចុងក្រោយពីអាយដាមជាមុនសិនចាអំពីប្រធានបទយើងនៅក្នុងសប្តាហ៍នេះសូមជាសារពីអាយដាមចាអាយដាមសូមជើងបាទការងារសំខាន់ណាស់បើយើងគ្មានការងារយើងមិនអាចមានចំណូលបានទេអញ្ចឹងហើយខ្ញុំសូមបញ្ជាក់ថាដែលថាការងារនេះគឺយើងពឹងផ្អែកលើចំណូលការងារដែលយើងធ្វើការនៅតាមរោងចក្រសហគ្រាសដែលយើងជានយោជិតហើយនយោជកមានថាយើងធ្វើការងារបម្រើជូននយោជកដើម្បីបានប្រាក់ខែការងារមួយទៀតយើងហៅការងារក្នុងសេដ្ឋកិច្ចការប្រព័ន្ធគឺការងារដែលយើងមុខរបររកស៊ីធ្វើការដោយខ្លួនឯងដោយរកចំណូលដោយខ្លួនឯងដូច្នេះការងារទាំងពីរនេះគឺសំខាន់ណាស់បងប្អូនអាចស្វែងរកការងារដែលខ្លួនពេញចិត្តមិនចាំបាច់ថាតលតែខ្ញុំទៅធ្វើការនៅធនាគារទៅខ្ញុំមានការងារធ្វើទេអញ្ចឹងការដែលយើងរកមុខរបររកស៊ីផ្សេងទៀតក៏ជាវិស័យការងារដែរមិនថាមុខរបរតាមប្រភេទណាទេឲ្យតែមានចំណូលសុទ្ធតែយើងចាត់ទុកថាមានការងារធ្វើដូច្នេះយុវជនទាំងអស់ប្រជាពលរដ្ឋទាំងអស់ត្រូវតែមានការងារទៅតាមចំណង់ចំណូលចិត្តនិងជំនាញរបស់ខ្លួនយុវជនមួយចំនួនដែលចង់មានការងារធ្វើនៅក្នុងវិស័យជាមួយនយោជកត្រូវតែប្រឹងប្រែងដើម្បីរៀនសូត្រយកជំនាញពីព្រោះតើតែមានជំនាញមានចំណេះទើបយើងអាចធ្វើការនៅតាមរោងចក្រសហគ្រាសក្រុមហ៊ុនបានដែលយើងអាចរកចំណូលពីនោះបានយុវជនមួយទៀតដែលយើងហៅជំនាញក្នុងការប្រកបរបរដោយខ្លួនឯងឧទាហរណ៍ការរៀនជំនាញផ្នែកផលិតណៃផ្លែឈើដូចជាគ្រឿងកំប៉ុងការរៀនជំនាញធ្វើនំការរៀនជំនាញធ្វើម្ហូបចុងកាហ្វេដែលយើងចេញមកប្រកបរបរដោយខ្លួនឯងការរៀនជំនាញជួសជុលរថយន្តដែលយើងចេញមកប្រកបរបរខ្លួនឯងក៏ជាការងារមួយដែលយើងត្រូវរៀនដែរដូច្នេះការរៀននេះគឺសំខាន់ណាស់ខ្ញុំសូមអំពាវនាវជាថ្មីម្ដងទៀតក្នុងករណីដែលយុវជនយើងចង់រៀនជំនាញ
ត្រូវតំណាក់តំណងបើក្នុងក្របខ័ណ្ឌក្រសួងការងារយើងតំណាក់តំណងមកក្រសួងការងារតាមរយៈទូរស័ព្ទ1297ឬ1286ហើយបើសិនជារៀនជំនាញផ្សេងៗក្នុងវិស័យឯកជនឬមួយក៏វិស័យស្ថាប័នផ្សេងៗទៅតាក់ទងតាមសាលាបណ្ដុះបណ្ដាលឬនៃតំណាក់តំណងរបស់វិស័យឯកជនដូច្នេះការរៀនជំនាញអ្វីក៏ដោយសុទ្ធតែមានតម្លៃទាំងអស់សំខាន់គឺយើងមានការងារធ្វើនិងមានចំណូលនេះជាបញ្ហាចម្បងសម្រាប់ចិញ្ចឹមជីវិតគ្រួសាររបស់ខ្លួន ចាអរគុណច្រើនអាយដាមមានអត្ថន័យធំមែនតើចាអរគុណច្រើនងាកមកលោកសុគីមវិញតើលោកមានជាសារអ្វីដែរសម្រាប់ប្រធានបទយើងក្នុងសប្តាហ៍នេះចា បាទសូមអរគុណជាងប្រធានបទថ្ងៃនេះតើតើការងារធ្វើម៉េចដើម្បីកាត់បន្ថយអត្រាមានការងារធ្វើឬមួយអនុភាពការងារដូច្នេះជាដំណោះស្រាយទៅមុខទាំងអស់គ្នាទាំងរដ្ឋាភិបាលនិងប្រជាពលរដ្ឋយើងទាំងអស់គ្នាធ្វើម៉េចយើងនឹងតាក់ទាញនិងជំរុញវិនិយោគដែលមានគុណភាពទាំងវិនិយោគអន្តរជាតិនិងក្នុងស្រុកដើម្បីបង្កើតការងារដែលមានគុណភាពដែរជាងការងារដែលមានគុណភាពគឺការងារដែលប្រើប្រាស់ជំនាញនិងបច្ចេកវិទ្យាហើយមានប្រាក់ខែសមរម្យនិងប្រាក់ខែខ្ពស់ជាដើមជាចុងក្រោយខ្ញុំសូមផ្ញើសារជូនយុវជនយើងដែលខ្ញុំសូមដកស្រង់ពាក្យរបស់ CEO របស់ក្រុមហ៊ុន Apple លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple របស់អាមេរិកដែលផលិត iPhone និង iPad ហ្នឹងគាត់ថាជាមូលហេតុដែលគេសួរលោកថាហេតុអ្វីលោកទៅវិនិយោគនៅចិនបើរយៈធំជាងគេនៅចិនដើម្បីផលិត iPhone និង iPad គាត់ថាគឺដោយសារចិនមានធនធានមនុស្សដែលមានចំណេះជំនាញច្បាស់លាស់ហើយច្រើនជាងគេមួយឆ្នាំចិនផលិតវិស្វករជាង1លាននាក់អញ្ចឹងជំនាញធនធានមនុស្សដែលមានចំណេះជំនាញច្បាស់លាស់ក៏តាកលឹះក្នុងការទាក់ទាញវិនិយោគដែលមានក្រុមហ៊ុនធំៗដែលមានគេឈ្មោះក៏ដូចជាគុណភាពបច្ចេកវិទ្យាមកកាន់ប្រទេសយើងទី2អតីតអ្នកបង្កើតក្រុមហ៊ុន Apple លោក Steve Jobs លោកបានផ្ញើសារមួយជូនទៅដល់អ្នកដែលរៀនចប់នៅសាលា Stanford គាត់ប្រើពាក្យថា stay hungry stay foolish បើបន្តស្រែកឃ្លានចំណេះដឹងគិតថាខ្លួនយើងនៅខ្វះមិនទាន់ចេះអស់ទេយើងបន្តជាពាក្យស្លោកមួយដែលល្អជាពិសេសសម្រាប់យុវជននិងអ្នកដែលមានការធ្វើស្រែបន្តអភិវឌ្ឍខ្លួនឯងបន្តស្រូបចំណេះជំនាញជំវិញខ្លួនយើងទាំងពីការងារទាំងពីមនុស្សដែលធ្វើការជាមួយយើងទាំងពីសភៅក៏ដូចជាបច្ចេកវិទ្យាផ្សេងៗដើម្បីឲ្យខ្លួនយើងអាច